ត្រូវតែទទួលនៅបាបកម្មនោះវិញគឺត្រូវតែខ្វាក់ភ្នែកនៅខ្មាំងជាតិនេះដូច្នេះហើយទើបទ្រង់ត្រាស់នៅព្រះកថានេះថាធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តប្រសើរបំផុតសម្រេចមកអំពីចិត្តបើបុគ្គលមានចិត្តត្រូវទោសៈប្រឌុសាហារយហើយទោះបីនិយាយក្តីធ្វើក្តីក៏អាក្រក់ដែរព្រោះអំពើអាក្រក់នោះឯងសេចក្តីទុក្ខរមែងដេញជាប់តាមក្រោយបុគ្គលនោះដូចជាកង់រទេះវិលតាមដានជើងគោដែលអូសនឹមរទេះយ៉ាងដូច្នោះឯងរឿងនេះបានបង្រៀនយើងថាអ្វីដែលយើងនិយាយឬធ្វើគឺការចេញពីចិត្តរបស់យើងទាំងអស់ព្រះពុទ្ធបានបកស្រាយយ៉ាងច្បាស់អំពីហេតុផលដែលព្រះចក្ខុបលថេខ្វាក់ភ្នែកដោយសារតែកម្មដែលលោកបានសាងក្នុងអតីតជាតិគឺការធ្វើឲ្យស្ត្រីម្នាក់ខ្វាក់ភ្នែកទាំងពីរដោយចេតនាទោះជាក្នុងជាតិនេះលោកបានបួសរៀននិងបានសម្រេចធម៌ជាព្រះអរហន្តក្តីប៉ុន្តែកម្មអាក្រក់ដែលបានសាងឡើងដោយចិត្តទុច្ចរិតកាលពីអតីតកាលនៅតែជាឥទ្ធិពលមកដល់លោកក្នុងជាតិនេះដដែល